ត្រួយនេះអាចកាច់វាញ៉ាំជាមួយបុកល្ហុងឬក៏លបាយនំបញ្ចុកឆ្ងាញ់បេះវាបែកមែកច្រើនអាចបេះបានមួយទឹកម្ដងផ្កាវាស្អាតណាឥឡូវនឹងអត់ទាន់ផ្កាទេបេះត្រួយញ៉ាំសិនណាត្រួយស្រួយ